នេះជាទិវាអ្នកម្ដាយហើយទិវាអ្នកម្ដាយផងដែរយើងមិនមែនធ្វើតែមួយថ្ងៃឬក៏ធ្វើតែម្ដងទេបងប្អូនអញ្ចឹងគឺថាទិវាអ្នកម្ដាយគឺមានជារៀងរាល់ថ្ងៃសម្រាប់កូនចំពោះម្ដាយមិនថានៅឆ្ងាយនៅជិតឬក៏យ៉ាងណាទេគឺនៅតែមានសេចក្តីស្រឡាញ់ចំពោះកូននិងម្ដាយអញ្ចឹងថ្ងៃនេះគឺជាថ្ងៃបុណ្យទិវានៃម្ដាយជូនពរឲ្យអ្នកម្ដាយទាំងអស់គ្នាមានសុខភាពល្អមានអាយុវែងហើយជាម្លប់ដល់កូនចៅរហូតទៅហើយនេះគឺជាវីដេអូកាលពីចូលឆ្នាំបងប្អូនអញ្ចឹងខ្ញុំអត់បានផុសទេនេះគឺជាវីដេអូការចូលឆ្នាំនៅផ្ទះរបស់នាងខ្ញុំគឺបងប្អូនទាំងអស់បានជួបជុំគ្នាញ៉ាំម្ហូបអាហារសាមគ្គីជុំគ្នាលេងល្បែងប្រជាប្រិយហើយក៏មានកម្មវិធីរំលឹកដឹងគុណដល់អ្នកមានគុណលាងជើងហើយក៏និយាយពីក្តីស្រឡាញ់ទៅកាន់ពួកគាត់ទាំងអស់គ្នាដូចគ្នាក្តីស្រឡាញ់គឺថាមិនមែននិយាយមួយថ្ងៃគឺរួចទេបងប្អូនយើងធ្វើហើយយើងនិយាយទើបទទួលបានផលនៅពេលដែលយើងធ្វើយើងមិននិយាយក៏គាត់អត់បានដឹងដែរក៏គាត់អត់ដឹងថាក្តីស្រឡាញ់ហ្នឹងធំប៉ុណ្ណាអញ្ចឹងគឺការធ្វើនិងការនិយាយគឺត្រូវដើរទៅទន្ទឹមគ្នាហើយនេះគឺជាក្តីស្រឡាញ់តិចតួចដែលគ្រួសារបងប្អូនខ្ញុំគាត់បានធ្វើនៅក្នុងស្រុកកំណើតហើយក៏បានជុំទាំងអស់គ្នាញ៉ាំបាយជុំគ្នានិយាយរឿងសប្បាយជុំគ្នាអីចឹងទៅហើយក៏មានល្បែងប្រជាប្រិយមានលេងវាយក្អមវាយអីផ្សេងចឹងទៀតទៅតែវីដេអូខ្ញុំថតបានតែប៉ុណ្្នឹងហើយបងប្អូនខ្ញុំទាំងអស់គាត់បានរួមលេងរួមកំសាន្តទាំងអស់គ្នានៅពេលល្ងាចអីចឹងទៅបងប្អូនចឹងថាក្តីស្រឡាញ់ហើយនឹងភាពផ្ដល់ឲ្យនៅពេលដែលយើងផ្ដល់ឲ្យទើបទទួលបានក្តីស្រឡាញ់ពេលខ្លះក្តីស្រឡាញ់ខ្លះយើងផ្ដល់ឲ្យហើយយើងអត់បាននិយាយក៏ធ្វើទៅហាក់បីដូចជាធម្មតាប៉ុន្តែនៅពេលដែលយើងធ្វើបូករួមជាមួយនឹងយើងនិយាយគឺក្តីស្រឡាញ់មួយនឹងគឺពោពេញទៅដោយធម៌ពលហើយក៏ទទួលបាននៅផលពិតផងដែរអញ្ចឹងគឺថាវីដេអូនេះអត់មានវត្តមានរបស់នាងខ្ញុំចូលរួមទេប៉ុន្តែនាងខ្ញុំធ្វើពីចម្ងាយទៅនៅពេលដែលឃើញពួកគាត់សប្បាយរីករាយអញ្ចឹងគឺថាក្នុងចិត្តរបស់យើងគឺសប្បាយដូចគ្នានិយាយទៅគឺខ្ញុំខលវីដេអូអនឡាញជាមួយនឹងបងប្អូនក្មួយៗខ្ញុំរហូតនិយាយនៅពេលដែលលេងបែបជាប្រៃអីចឹងណាអញ្ចឹងគឺដូចខ្ញុំនៅក្នុងកម្មវិធីនឹងដែរគឺថាសប្បាយខ្លាំងមែនតើហើយនេះគឺជាក្តីស្រឡាញ់មួយដែលបងប្អូននាងខ្ញុំបានផ្ដល់ឲ្យគ្នាហើយក៏ចង់ចែករំលែកវីដេអូមួយនេះទៅដល់បងប្អូនទាំងអស់គ្នាដែរថាក្តីស្រឡាញ់យើងជាអ្នកផ្ដល់ឲ្យហើយក៏យើងជាអ្នកទទួលដូចគ្នាក្តីស្រឡាញ់មានការផ្ដល់ឲ្យនិងមានការតបស្នងអញ្ចឹងកុំរងចាំយូរពេកពេលវេលាមិនចាំយើងទេយើងគ្មានពេលច្រើនទេដែលប្រាប់គាត់ថាយើងស្រឡាញ់ពួកគាត់អញ្ចឹងយើងដឹងថាយើងរាល់ថ្ងៃគឺថាស្រឡាញ់ពួកគាត់ប៉ុន្តែសួរថាយើងដែរនិយាយប្រាប់គាត់អត់ថាយើងស្រឡាញ់គាត់អត់ដែរទេអញ្ចឹងនៅពេលដែលយើងអត់បាននិយាយប្រៀបបានដូចជាយើងអត់ឲ្យគាត់ដឹងពីអីដែលយើងចង់និយាយឥឡូវចាប់ផ្ដើមផ្ដល់ទៅឲ្យពួកគាត់ហើយនិយាយទៅកាន់ម្ដាយឪពុករបស់យើងនៅពេលដែលយើងនិយាយគឺថាទឹកភ្នែកដឹងតែស្រក់ហូរប៉ក់តែម្ដងដោយសារតែពាក្យហ្នឹងយើងមិនដែលធ្លាប់និយាយហើយពួកគាត់ក៏រំភើបជាមួយនឹងសម្ដីដែលយើងកំពុងនិយាយទៅរកគាត់ដែរ